organized គឺមានន័យថាមនុស្សហ្នឹងចេះរៀបចំទុកដាក់អីចឹងពាក្យមួយទៀតដែលគេប្រើដែរគឺជាពាក្យ tidy ដែលមានន័យថាចេះរៀបចំទុកដាក់ហ្នឹងហើយបើសិនជាផ្ទុយពីរឿងនោះវិញគេប្រើពាក្យ messy មែនកីឡាករបាល់ទាត់ដែលល្បីណាគឺ messy ទៅសេមួយ y អាហ្នឹងគេមានន័យថាមនុស្សហ្នឹងអត់ចេះរៀបចំអីញ៉ៃហ្មង curious គឺមានន័យថាមនុស្សហ្នឹងចង់ចេះចង់ដឹង curious thoughtful គឺគិតបានវែងឆ្ងាយអាហ្នឹងគេ thoughtful មនុស្សគិតច្រើនអញ្ចឹងណាមនុស្សដែលចូលចិត្តគិតវិភាគអីចឹងទៅអាហ្នឹងគេហៅថា thoughtful motivated មានន័យថាមនុស្សហ្នឹងគឺមានការជំរុញអាចជំរុញទឹកចិត្តពីក្រៅឬក៏ជំរុញចេញពីក្នុងចិត្តខ្លួនឯងហ្មងបើសិនជាយើងចង់បញ្ជាក់រឿងហ្នឹងគេប្រើ adverb បើចង់និយាយថារឿងហ្នឹងគឺជំរុញទឹកចិត្តចេញពីក្នុងខ្លួនឯងតែហ្មងគេប្រើពាក្យ intrinsically ដាក់នៅពីមុខទៅ intrinsically motivated ប៉ុន្តែបើចង់និយាយថាពីក្រៅវិញទេអ្នកផ្សេងទេដែលជំរុញគាត់គេប្រើពាក្យ x វិញ extrinsically ចឹងផ្ទុយគ្នាណាមួយ in មួយ x responsible គឺមនុស្សនឹងមានទំនួលខុសត្រូវ responsible ចុងក្រោយគេគឺ self disciplined ពាក្យ discipline គឺមានន័យថាមានវិន័យដល់ self discipline គឺមានវិន័យចំពោះខ្លួនឯង